បាក់លីវតំបន់អីមានភូមិឋានល្បីឈ្មោះជាច្រើនពិសេសជាមណ្ឌលញ៉ាម៉ាទីនេះមានកន្លែងទេសចរក្បែរសមុទ្រទ្រង់ទ្រាយធំរបស់ខេត្តធ្លាប់ជាកន្លែងទស្សនាកម្សាន្តរបស់ភ្ញៀវទេសចរទីធ្លាធំទូលាយដោយមានច្រើនល្បែងលេងកម្សាន្តតាក់តែងនៅទិដ្ឋភាពតូចៗជាច្រើនតំបន់ទេសចរនេះគ្មានអគារទំនិញអនុស្សាវរីយ៍ច្រើនទេបងប្អូនភាគច្រើនលក់ត្រីងៀតនិងគ្រឿងសមុទ្រស្រស់ដូចជាក្តាមបង្គាញ៉ាម៉ាបាក់លីវមានប្រភពវត្ថុធាតុជលផលសម្បូរបង្គួរក្រៅពីសកម្មភាពនេសាទឆ្ងាយពីឆ្នេរនេសាទករទីនេះនៅអាចនេសាទនៅក្បែរឆ្នេរផងដែរក្រៅពីខ្វាងាវចាប់ក្តាមបងប្អូននៅមានទម្រង់នេសាទលេចធ្លោផ្សេងទៀតនោះគឺរិញឈឹប